នាងបាត់បោកយើងហើយមិនក្រក់ឡើងមកថយចេញការប៉ិតមិញជាអ្នករត់មកប៉ះឡានយើងមិនបានបុកមិញទេយើងមកខ្វល់ទេគឺពួកឯងបើកបោកយើងសងប្រាក់យើងមកពិតជាដាស់មែនអ្នកទាំងអស់គ្នាឆាប់មើលពួកគេវាយយាយចាស់ដូចជាយើងនេះយើងអាយុជាង80ហើយគេចង់យកជីវិតយើងពួកគេចង់សម្លាប់យើងថែមទៀតផងពួកនេះធ្វើបាបយាយចាស់ម្នាក់អញ្ចឹងដូចជាមិនសមទេមកបុកគេឲ្យតែមិនសងប្រាក់ហើយចង់វាយគេនឹងធ្វើបាបមនុស្សទៀតពិតមែនទេលោកតាចាំនៅមន្ទីរពេទ្យតែឡើយមិនអាចនិយាយពេទ្យបានទេអ្នកមីងបើពួកខ្ញុំបុកតាមមីងត្រូវការប្រាក់ប្រមាណពួកយើងតមីងបានទេ50,000ប្រាក់សិតមួយសេនក៏មិនអាចខ្វះបានដែរ50,000មិនក៏មិនទៅផ្លាន់តែម្ដងទេលោកយាយក៏ចំណាស់នេះទៅហើយបើសិនជាយ៉ាងមិនទៅ50,000មិនប្រកាសថាគ្រប់នោះទេណាមិនដែរទេអ្នកមីងខ្ញុំពិតជាគ្មានប្រាក់សិតច្រើនយ៉ាងនេះទេឥឡូវយាយចាស់ក្នុងការនេះខ្ញុំមាន10,000អ្នកមីងយកសិនទៅខ្ញុំទៅនេះខ្ញុំអាចអ្នកមីងទៀតយើងមិនត្រូវការទេបើមិនសងប្រាក់យើងមិនទៅជាដាច់ខាតអ្នកនាងតូចទាំងពីរស្លៀកពាក់ស្អាតបាតបើកឡានទំនើបចាស់នេះចង់កិច្ចពេកតើមែនដែរទេនឹងពួកនាងមានគុណជួយជីវិតយើងគួរតែសាកល្បងបិចស្រាច់អមតៈនេះតើល្អប្រាទេអាយ៉ាអ្នកមីងបាញ់មិញយើងបានមើលឃើញទាំងអស់ហើយតាមពិតទៅគឺអ្នកមីងទេអ្នករត់បុកនោះណាអ្នកនាងម្នាក់នេះគឺយើងបានជួយបាញ់មិញនោះប៉ុន្តែមិនខុសទេមិនក៏គេជាសះស្បាច់នេះចាស់នេះអ្នកសម្រាយមកពីណាឆាត់ចេញទៅទោះបីជាឯងចឹងទៅលក់ក៏គ្មានបានប្រមាណដែរពួកយើងទៅប្តឹងប៉ូលីសឥឡូវទៅប្តឹងប៉ូលីសយើងអាយុចំណាស់នេះហើយតុលាការមិនហ៊ានកាត់ទោសយើងទេច្បាប់មិនហ៊ានកាត់ទោសអ្នកមីងចាំយើងកាត់ទោសចុះយើងសួរអ្នកមីងម្ដងទៀតតើមានរស័យកាឡើងមិននេះគឺខ្ញុំមានចេតនាគ្មានពាក់ព័ន្ធជាមួយអ្នកនាងតូចទាំងពីរទេចុះអ្នកទាំងពីរពួកខ្ញុំជាក្រុមជាមួយអ្នកមីងឡនណាស្រាប់លើទាំងអស់គ្នាហើយហ៎មើលទៅយើងពិតជាស្រ័យអមតៈចាប់ចិត្តមែនទេបិចនេះពិតជាលោះប្រាមែនមិននេះខ្ញុំពិតជាអរគុណលោកណាស់មិននេះខ្ញុំពិតជាអរគុណលោកណាស់មិនបាយគួរសមទេខ្ញុំគួរតែអរគុណនាងឲ្យបានជួយសង្គ្រោះខ្ញុំហ៎ក្នុងការនេះមានប្រាក់ចំនួន10,000ចាត់ទុកថាខ្ញុំអរគុណលោកទេចាអាយ៉ាគ្រាន់តែប៉ុណ្ណឹងយើងចំណេញបាន10,000បានជាអញ្ចឹងថ្ងៃក្រោយប្រកាសជាមានបានហើយអញ្ចឹងខ្ញុំទទួលយកចុះសិតទេពួកយកទៅហើយចាំមកផ្លែតណាមានរឿងអីទៀតមែនទេយ៉ាងម៉េចចង់បានប្រាក់ទៀតមែនទេមើលទៅរូបរាងក្ររហាមដូចជាឯងនេះមិនមែនជាមនុស្សល្អនោះទេមិនក៏នាងនិយាយអញ្ចឹងអ្នកនាងមិននេះយើងមិនគួរជួយគេទេសិតទេគួរសំតិចទេអ្នកនាងយើងមើលទៅក្បាលរបស់អ្នកនាងមានចំហាយខ្មៅវាគួរតែមានតំណាអាក្រក់ជាប់ខ្លួនចំពោះនាងឬក៏អ្នកនៅក្បែរខ្លួននាងអាចមានក្រុមហ៊ុនត្រៃបង្ហូរជាចែកចោះយើងជាមនុស្សល្អជួយដល់នាងទៅចុះមួយនេះឲ្យទៅអ្នកនាងបើចំពេញខ្លួនជួបគ្រោះថ្នាក់អាចយកយន្តនេះបិទលើខ្លួនហើយអាចបន្តជីវិតបាន3ថ្ងៃទៀតដូច្នេះយកទៅចោលណាស្អីគេសម័យនេះទៅហើយនៅមានក្បួននេះប្រើទៀតទេឯងពិតជាចង់បានប្រាក់ហើយអាមនុស្សរមើលគុណដូចឯងនេះពិតជាចាំទៀតមែនគឺមិនជឿស្រែតែនាងចុះយើងជួយអស់ពលិទ្ធភាពហើយរបស់នេះស័ក្តិសមចំពោះប្រាក់10,000របស់នាងហើយណែអ្នកនាងជឿដែរហ៎សម្លេងមនុស្សបោកប្រាស់បែបនេះមិននេះគេគាត់ទៅគូវាបន្តិចអាចធ្វើឲ្យអ្នកវិញនឹងសារភាពការពិតឬមួយគេពិតជាមានសមត្ថភាពមែនពួកយើងរក្សាទុកសិនចាស់តែយើងទៅមើលលោកតាចាំពេលអាចារ្យមកសៀតនោះស្លាប់បានផ្ទះនេះគឺជារបស់យើងហើយបើអញ្ចឹងនឹងពួកឯងខកចិត្តហើយចាំឲ្យធៀនមិនក៏ឯងទៅរស់ទៀតអ្នកប្រសិនមិនអាចទេតែយើងចាក់កាត់បន្តដៃទៅហើយមិនក៏គេនៅរស់ទៀតទុកថែកណ្ដាលចុះយើងបាត់បង់ចាត់ការឆ្កែមកកូននេះឲ្យខ្លាចទៅជាផេះហើយតែយើងមានរស័យទៅគឺខ្លាចទៅជាផេះចាំឲ្យធៀនពួកយើងលេងញ៉ាំគ្នាទេជឿមិនចង់នៅជាមួយអញលំបាកវេទនាមួយជីវិតនោះទេ
នៅមានទៀតយើងនឹងប្តឹងប៉ូលីសថាឯងធ្វើបាបជាង នាងពិតជាមុខក្រាស់មែនច្រើនឆ្នាំយ៉ាងនេះហើយយើងមិនដែលប៉ះពាល់នាងទេតែមានទៀតនាងជាប្រពន្ធយើងត្រូវប៉ះពាល់នាង ការរួមភេទធ្វើបាបខ្លាំងរៀបអាពាហ៍ពិពាហ៍ចាត់ទុកថារបស់ច្បាប់តែពិតឬមិនពិតសំខាន់លើមាត់យើងនិយាយឥឡូវឯងឆាប់ចុះហត្ថលេខាប្រកបផ្ទះនេះឲ្យយើងឲ្យឆាប់ចាក់ចេញទៅហើយយើងនឹងឈប់ប្តឹងផ្ដាល់បើមិនចឹងឯងគ្រាន់តែជាកាកសំណល់អាចជាប់គុកអស់មួយជីវិតក៏គ្មានអ្នកណាយកបាយឯងស៊ីដែរ ច្រើនឆ្នាំមកនេះនាងជាមួយម្ដាយនាងដែលបានធ្វើការបានមួយថ្ងៃដែរទេនោះគឺសិតតែយើងតស៊ូលំបាកចិញ្ចឹមពួកឯងទាំងពីរមិនក៏នាងហ៊ានឲ្យយើងប្រកបផ្ទះនេះឲ្យនាងហើយព្រមទាំងដេញយើងទៀតមិនក៏នាងហ៊ានធ្វើអញ្ចឹង យ៉ាងម៉េចហើយនេះគឺជា អូម៉ាក់ក្មេងកូនស្រីល្អរបស់ម៉ាក់សហែស្មន់នឹងគ្នាហើយរੂគ្នាសម្លាប់យើងរឿងនេះម៉ាក់ប្រហែលជាមិនដឹងទេ ប្រកាសជាដឹងហើយពឹងលើឯងដល់ប្រាក់ប៉ុណ្ណឹងអាចចិញ្ចឹមអ្នកណារស់មើលអ្នកប្រុសសិនមើលចំណាយម្ដងក៏ដៃជាង 100000 ដៃទាំងពីររបស់ឯងចិញ្ចូតឥតបាក់ហើយក៏មិនអាចទិញបាននោះដែរប្រាប់ដឹងចាស់ ពិតជាភ្នែកឆ្កែមើលងាយមនុស្សមែននៅក្នុងតែភ្នែកពួកនាងប្រាក់សំខាន់ជាងអ្វីៗទាំងអស់ នោះប្រកាសហើយនៅលើលោកនេះគឺអញ្ចឹងអ្នកណាមានប្រាក់អ្នកនោះគឺជាអ្នកនិយាយបើសិនជាឯងមានប្រាក់កំថាឡើយចាក់ស្រះអុចបរិយឲ្យឯងទោះបីយកទឹកលេងចឹងឲ្យឯងក៏យើងមិនថាអីដែរ បានហើយយើងមិនចង់និយាយចាយជាមួយពួកនាងទេផ្ទះនេះខ្ញុំជាអ្នកទិញបើចង់ចាយចេញពួកនាងចាយចេញទៅ បើត្រូវដេញចេញគឺឯងទៅវិញទីយើងប្រាប់ឯងចាស់បើឯងមិនស្ដាប់ទេយើងនឹងដឹងឯងប្តឹងរហូតដល់ឯងចាប់គុកអស់មួយជីវិតណា ប្រហែលឆ្នាំនេះយើងមិនដែលប៉ះពាល់នាងទេតែយកស្អីទៅប្រឹងយើង ដោយសារការតំណែងរបស់អ្នកប្រុសសិននោះគ្រាន់តែជាពាក្យសម្ដីមួយបាត់ យើងមានក្រុមមេធាវីយ៉ាងល្អនៅក្នុងទីក្រុងនេះណាបើចង់ប្តឹងផ្ដាល់យើងប្តឹងឯងតតែស្លាប់អាចក្រៃឯងនេះគ្រាន់បើអញ្ចឹងចាត់ទុកថាសងគុណការលេងសើចជាមួយនឹងប្រពន្ធឯងទៅចុះណាអ្នកកំយកដៃកខ្វក់ឲ្យប៉ះពាល់បិចរបស់យើងឲ្យសោះណា ឆាប់ដេញអ្នកប្រុសសិនទេ អ